ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាចាសម្រាប់ថ្ងៃនេះនេះខ្ញុំបានមកលេងនៅរីសតថ្មីមួយកន្លែងគឺស្ថិតនៅក្នុងស្រុកសំឡូតខេត្តបាត់ដំបងបាននិយាយអំពីទីតាំងរមណីយដ្ឋានទេសចរនៅខាងបាត់ដំបងយើងគឺសម្បូរច្រើនមែនទែនពិសេសគឺរមណីយដ្ឋានទេសចរបែបធម្មជាតិតែម្ដងហើយបាននិយាយពីស្រុកសំឡូតវិញគឺថាទេសភាពគឺស្រស់ស្អាតមែនទែនហើយសម្រាប់រីសតនេះដែលនេះខ្ញុំមកហ្នឹងគឺមានឈ្មោះថា Sunrise Relax អញ្ចឹងនេះខ្ញុំក៏ធ្លាប់បានមករីសតជាច្រើននៅក្នុងស្រុកសំឡូតហើយប៉ុន្តែរីសតមួយនេះគឺនេះខ្ញុំអត់ដែរមកទេហើយនេះគឺជាលើកទី1សម្រាប់នេះខ្ញុំដែរចាំបើសិនជាបងប្អូនមានបំណងចង់មកលេងនៅរីសតមួយនេះបងប្អូនចង់ដឹងថាផ្លូវធ្វើដំណើរយ៉ាងម៉េចដែរហើយទេសភាពរីសតនេះយ៉ាងម៉េចបងប្អូនអាចអញ្ជើញទស្សនាវីដេអូមួយនេះទាំងអស់គ្នាសម្រាប់ផ្លូវធ្វើដំណើរនេះខ្ញុំក៏អត់សូវជាស្គាល់ផ្លូវដែរបងប្អូនគឺធ្វើដំណើរនេះគឺយើងជិះតាម Google Map ទេប៉ុន្តែសម្រាប់នាងខ្ញុំក្នុងចំណោម resort នៅខាងស្រុកសំឡូតទាំងអស់ដែលខ្ញុំធ្លាប់មកហ្នឹងគឺនាងខ្ញុំមកច្រើនមែនទែនប៉ុន្តែសម្រាប់ resort នេះគឺរៀងឆ្ងាយជាងគេបន្តិចដែរចាសម្រាប់ផ្លូវធ្វើដំណើរបងប្អូនអាចមើលនៅក្នុងវីដេអូនេះអញ្ចឹងគឺផ្លូវគឺចូលរៀងឆ្ងាយដែរហើយផ្លូវហ្នឹងគឺគាត់ទៅតែឈូសឲ្យថ្មីទេហើយគឺដីសុទ្ធតែម្ដងអញ្ចឹងបើសិនជាបងប្អូនទៅអំឡុងខែវស្សាបើសិនជាមានភ្លៀងអាចនឹងពិបាកនៅក្នុងការធ្វើដំណើរចាប់បាននិយាយអំពីទេសភាពតាមដងផ្លូវឬក៏ទេសភាពនៅលើរីសតនៅក្នុងអំឡុងខែប្រាំងនេះគឺទេសភាពអត់សូវសម្បូរទៅដោយស្មៅខៀវខ្ចីឬក៏ទេសភាពពណ៌បៃតងនោះទេប៉ុន្តែបើសិនជាបងប្អូនមកក្នុងអំឡុងខែវស្សាទេសភាពអាចនឹងបៃតងស្អាតប៉ុន្តែផ្លូវគឺវាអាចរាំងពិបាកបន្តិចដែរដោយសារផ្លូវនេះបើសិនជាភ្លៀងគឺដឹងតែពិបាកជិះឲ្យបងប្អូនដោយសារតែរីសតហ្នឹងគឺវានៅលើភ្នំអញ្ចឹងផ្លូវដែលយើងត្រូវធ្វើដំណើរនេះគឺវាមានលក្ខណៈឡើងចុះបងប្អូនហើយផ្លូវគឺវារៀងរលាក់ដែរដោយសារផ្លូវគេទៅតែឈូសថ្មីដែរមែនតានេះវាស្រកអស់ចាហើយសម្រាប់នៅលើភ្នំហ្នឹងគឺខ្ញុំឃើញមានផ្ទះប្រជាពលរដ្ឋនៅលើភ្នំហ្នឹងដែរប៉ុន្តែគឺអត់មានច្រើនទេបងប្អូនគឺមានប្រហែលតែ1ឬក៏2ផ្ទះប៉ុណ្ណោះចាឥឡូវនេះខ្ញុំបានមកដល់ទីតាំងរីសតនេះហើយអញ្ចឹងនៅពេលដែលឡើងមកដល់ខាងលើរីសតហ្នឹងគឺគេមានចាក់ផ្លូវបេតុងឲ្យយើងបន្តិចដែរអញ្ចឹងគឺវារៀងខ្ពស់ដែរបងប្អូននេះគឺយើងបានមកដល់ហើយនេះកន្លែងគ្នាយើងដីហ្នឹងហ៎អូចាំមកទៀតដល់ខ្លួននោះយើងបានខ្លាំងប៉ុណ្ណាណៃនោះមករូបនេះនឹងទូចមកកន្លែងផ្ទះបាយគេនឹងប៉ុណ្ណាណៃនោះអូនេះកាឡានេះហ៎អូទូចទៅផ្ទះបាយអូមានជំនាញមន់នោះសម្រាប់ថ្ងៃនឹងដែរគឺខ្ញុំមកលក្ខណៈជាក្រុមការងារអញ្ចឹងគឺគ្នាច្រើនមែនទែនអញ្ចឹងសម្រាប់រីសតហ្នឹងគឺខាងនេះខ្ញុំមកដាច់តែម្ដងពីព្រោះថាបើសិនជាយើងអត់មកដាច់ទេបើសិនជាមានភ្ញៀវផ្សេងគាត់មកសម្រាកឬក៏ស្នាក់នៅដែរគឺដោយសារតែគ្នាខាងនេះខ្ញុំច្រើនគឺយើងខ្លាចរំខានទៅដល់សិទ្ធិឯកជនរបស់គាត់ដូច្នេះគឺខាងនេះខ្ញុំគឺសម្រាប់ថាមកដាច់តែម្ដងចាសម្រាប់កន្លែងនេះដែរគឺយើងអាចគេងរឹងឬក៏យើងអង្គុយលេងគឺវារៀងត្រជាក់ស្រួលដែរហើយសម្រាប់នៅលើរីសតរបស់គាត់ហ្នឹងគឺសុទ្ធតែដើមល្ហុងបងប្អូនហើយល្ហុងគឺផ្លែច្រើនមែនទែនអញ្ចឹងគឺគាត់អនុញ្ញាតឲ្យយើងអាចបេះល្ហុងបានគឺយើងអាចយកទៅបុកល្ហុងឬក៏ធ្វើម្ហូបអីផ្សេងបានចាសម្រាប់របស់របរប្រើប្រាស់ហ្នឹងគឺខាងគាត់ហ្នឹងគឺគាត់រៀបចំឲ្យយើងដែរគឺមានចានមានជ្រុញមានកបិតមានត្បាល់អីចឹងទៅបងប្អូន ច
ចាសម្រាប់ថ្ងៃហ្នឹងគឺនៅខ្ញុំគេនៅក្នុងផ្ទះវីឡារបស់គេហ្នឹងហើយនៅក្នុងផ្ទះវីឡាហ្នឹងគឺមានបន្ទប់2សងខាងបងប្អូនហើយបន្ទប់មួយគឺធំហើយស្អាតទៀតបងប្អូនអញ្ចឹងគឺយើងអាចគេងបានគ្នាច្រើនអ្នកមែនទែនហើយកន្លែងរបស់គាត់ហ្នឹងគឺគាត់រៀបចំកន្លែងឲ្យយើងអាំងសាច់ហើយកន្លែងដែលយើងអាចអង្គុយលេងបានគឺស្រស់ស្រាយមែនទែនណាបងប្អូនដោយសារតែក្រុមការងាររបស់នាងខ្ញុំនឹងគឺគ្នាច្រើនមែនទែនដូច្នេះយើងខ្លាចរំខានទៅដល់ភ្ញៀវផ្សេងអញ្ចឹងគឺខាងនៃខ្ញុំហ្នឹងក៏បានកក់យក resort ហ្នឹងទាំងអស់តែម្ដងពីព្រោះយើងខ្លាចរំខានទៅដល់ភ្ញៀវផ្សេងចាហើយនិយាយពីយកឡើងគឺសុបាយខ្លាំងមែនតើបងប្អូនគឺយើងញ៉ាំអីជួបជុំគ្នាចាហើយក៏មានការរៀបចំជាកម្មវិធីចាប់រង្វាន់សម្រាប់បុគ្គលិកទាំងអស់ដែលគាត់បានទៅចូលរួមនឹងដែរគឺសុបាយរីករាយខ្លាំងមែនតើអ្នកគ្រូតៃទីមកយកអ្នកគ្រូបាទចាំពីរង្វាន់ចាំនៅទីរង្វាន់មកនេះគុំថាបានទៅតាមទឹកឥឡូវបាននោះអត់អត់ទេអានេះនោះនឹងទៅរង្វាន់ចាសម្រាប់បំណងរបស់អ្នកខ្ញុំថាងើបពីព្រឹកឡើងដើម្បីផ្ដិតយកទេសភាពពេលព្រលឹមទស្សនភាពជាមួយនឹងការចុះអាប់បងប្អូនប៉ុន្តែគឺថាងើបរៀងជ្រុលដែរគឺងើបមកហ្នឹងគឺមេឃសឹងតែរះបាក់ថ្ងៃហើយបងប្អូនគឺអាប់សឹងតែបាត់អត់ទៅហើយសម្រាប់អ្នកខ្ញុំបាននិយាយអំពីទេសភាពគឺអ្នកខ្ញុំគិតថាទេសភាពនៅរដូវវស្សាគឺនៅខាងស្រុកសំឡូតគឺស្រស់ស្អាតមែនទែនគឺស្មៅបៃតងខ្ចីហើយរុក្ខជាតិហ្នឹងក៏ពណ៌បៃតងមែនទែនតែដោយសារតែថ្ងៃដែលអ្នកខ្ញុំទៅហ្នឹងគឺវាអត់មានភ្លៀងទេគឺយើងនៅរដូវប្រាំងអញ្ចឹងគឺទេសភាពគឺវាអត់សូវជាស្រស់ស្រាយប្រហែលទេបងប្អូនអញ្ចឹងបើសិនជាបងប្អូនចង់បានទេសភាពស្រស់ស្រាយបងប្អូនអាចមកនៅក្នុងអំឡុងខែវស្សាប៉ុន្តែបើទេសភាពអំឡុងខែវស្សាស្អាតមែនប៉ុន្តែគឺផ្លូវគឺរាងពិបាកជិះចាសម្រាប់វីដេអូរបស់នាងខ្ញុំគឺមានតែប៉ុណ្ណឹងដើម្បីចែករំលែកបទពិសោធន៍ជូនទៅដល់បងប្អូនដែលចង់ទៅលេងនៅស្រុកសំឡូតហើយនាងខ្ញុំក៏សូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃតាមដានវីដេអូរបស់នាងខ្ញុំចាអរគុណ